បាទជំរាបសួរបងប្អូនប្រហែលថ្ងៃមុនមានការចាប់ខ្លួនលោកភុនយុទ្ធជាលើកទី3ហើយតែគាត់បាននិយាយពីបញ្ហាសង្គមហើយត្រូវបានគេចោទប្រកាន់គាត់ថាញុះញង់ប្រព្រឹត្តបទល្មើសជាអាតជាដើមហើយលោកភុនយុទ្ធលើកនេះគឺជាលើកទី3របស់គាត់ហើយដែលត្រូវបានគេចាប់ខ្លួននិងឃុំខ្លួនមែនតើចំពោះខ្ញុំលោកភុនយុទ្ធគឺជានិមិត្តរូបនៃសេរីភាពបានន័យថាគាត់ជាមនុស្សដែលស្រឡាញ់សេរីភាពហើយលោកភុនយុទ្ធការនិយាយស្ដីរបស់គាត់គឺជាមនុស្សអ្នកស្រុកយើងអាចនិយាយបានថាអញ្ចឹងព្រោះឃើញយ៉ាងណាគាត់ថាអញ្ចឹងហ្នឹងគឺល្អប្រសើរជាងអ្នកនយោបាយប្រជាពិធដ្ឋឬមួយក៏ល្អប្រសើរជាងមន្ត្រីរាជការពុករលួយកេងប្រវ័ញ្ចដើម្បីផលប្រយោជន៍ខ្លួនឯងចេះតែបង្កើតលេសយ៉ាងនេះយ៉ាងនោះទម្លាក់កំហុសឲ្យរាជយ៉ាងនេះយ៉ាងនោះដូច្នេះមិនថាក្នុងលក្ខខណ្ឌណាក៏ដោយលោកភុនយុទ្ធគាត់ពិការកាយសម្បទាប៉ុន្តែចិត្តនិងបេះដូងរបស់គាត់មិនពិការយើងទាំងអស់គ្នាដែលមានកាយសម្បទាល្អប្រសើរពេលខ្លះគួរតែខ្មាស់គាត់ដែរព្រោះមនុស្សដែលច្រើនគឺមិនហ៊ាននិយាយស្ដីអ្វីទាំងអស់គ្រាន់តែសំងំសុកទោះបីជាសុកនោះมันមានក្តីឬមួយក៏មានសុកតិចក្តីប៉ុន្តែចំពោះលោកភុនយុទ្ធទោះបីគាត់ពិការកាយសម្បទាឬមួយក៏ត្រូវបានគេចាប់ខ្លួនជាលើកទី1ទី2ទី3ទាំងលើកនេះហើយប៉ុន្តែគាត់នៅតែនិយាយដូច្នេះអ្នកនិយាយថាម៉េចក៏ថាទៅប៉ុន្តែសម្រាប់ខ្ញុំនៅតែចាត់ទុកថាគាត់ជានិមិត្តរូបនៃសេរីភាពព្រោះគាត់និយាយដើម្បីសេរីភាពនិងល្អប្រសើរជាងមន្ត្រីរាជការដែលប្រព្រឹត្តពុករលួយកេងប្រវ័ញ្ចនឹងចេះតែមានលេសរហូតตัวយ៉ាងដូចជារឿងបញ្ហាស្រូវជាដើមថ្មីហ្នឹងស្រូវចុះថ្លៃអ្វីដែលមន្ត្រីរាជការអាចឲ្យនេះបានគឺលេសបែបនេះរហូតទៅដល់ចោតរាជថាផលិតច្រើនជាងតម្រូវការអានេះខ្ញុំមិនដឹងថាមន្ត្រីអស់នោះគាត់យកអីមកគិតហើយគាត់ធ្វើការរបៀបម៉េចខ្ញុំមិនយល់ដែរពលរដ្ឋខ្មែរគឺសង្ឃឹមទៅលើកសិកម្មហើយបើសិនជាដំណាំកសិកម្មរបស់គាត់គ្មានទីផ្សារគាត់រស់យ៉ាងម៉េចអញ្ចឹងសួរតើឲ្យគាត់លក់ដីស្រែទាំងអស់ហ្នឹងដើម្បីទិញអង្ករគេមកហូបឬមកក៏យ៉ាងម៉េច